នៅពេលដែលបងដាំបាយកាត់ជាតិស្ករបងត្រូវប្រើពីរជាន់ប្រើឆ្នាំងខាងក្រោមនឹងហើយប្រើអ៊ីណុកខាងលើនេះមួយទៀតបងហើយអង្គយើងដាក់នៅក្នុងកន្លែងអ៊ីណុកនេះណាបងដាក់ទឹករហូតឲ្យឃើញទឹកនៅលើអង្គ2មីលីម៉ែត្រខ្ញុំអាចនិយាយថាឃើញទឹកសឹងតែរាបស្មើជាមួយនឹងអង្គយើងណាបងហើយតែប៉ុណ្ណឹងគឺរួចរាល់ហើយបងអាចបិទគម្របចុចទៅលើមុខងារដាំបាយកាត់ជាតិស្ករបានម្យ៉ាងទៀតបងបើសិនជាបងចង់ដាំបាយធម្មតាបងអត់ចាំបាច់ប្រើឆ្នាំងខាងលើសណាញ់នេះទេបងប្រើតែឆ្នាំងខាងក្រោមនេះបានដាំបាយធម្មតាឬក៏ធ្វើស៊ុបធ្វើយ៉ាអ៊ូអីបងប្រើឆ្នាំងខាងក្រោមនេះតែបងដាំបាយកាត់ជាតិស្ករបងត្រូវប្រើពីរជាន់ប្រើនេះនៅពីលើទៀតណាបងហើយនឹងចំហុយក៏ប្រើនេះដែរបងបដូរឆ្នាំងក្រាស់ធ្ងន់ស្អាតមែនតើខាងក្នុងនេះបានដល់ទៅ1គីឡូណាបងឆ្នាំងដាំបាយកាត់ជាតិស្ករនេះបងដាំកាត់ជាតិស្ករបានចំនួន5កំប៉ុងជ័ររបស់ឆ្នាំងដែលគេឲ្យមកហ្នឹងស្មើទៅនឹង2កំប៉ុងកន្លះទឹកដោះគោបើសិនជាបងដាំបាយធម្មតាបាន10កំប៉ុងជ័ររបស់ឆ្នាំងស្មើនឹង5កំប៉ុងទឹកដោះគោណាបងសម្រាប់របៀបប្រើប្រាស់បងដាក់ទឹកដាក់អង្កររួចរាល់ហើយបងបិទគម្របដាក់ខ្សែភ្លើងបងប៉ះកន្លែងពាកម៉នុយនេះដើម្បីជ្រើសរើសមុខងារណាបងប៉ះវាកន្លែងម៉នុយហ្នឹងរហូតមកដល់មុខងារ low sugar ray នេះគឺមុខងារដាំបាយកាត់ជាតិស្ករហ្នឹងដល់មុខងារហ្នឹងហើយបងគ្រាន់តែចុច start កន្លែងពាក្យ start នេះដំណើរការតែប៉ុណ្្នឹងគឺរួចរាល់ហើយបងក្រៅពីមុខងារដាំបាយកាត់ជាតិស្ករបងក៏អាចដាំបាយធម្មតាធ្វើស៊ុបបានចំហុយបានធ្វើយ៉ាអ៊ូបានដាំបបរក៏បានដែរបងប្រើជាមួយឆ្នាំងនេះទិញមួយឈុតនេះទៅមានវែកបាយមានវែកសម្លនិងកំប៉ុងសម្រាប់វាល់អង្គបងដែលចង់បានឆ្នាំងបាយកាត់ជាតិស្ករដាំបាយញ៉ាំល្អសម្រាប់សុខភាពចង់បានខ្នាតធំនេះបងអាចឆាត់មកកាន់ page e-shop CT យើងខ្ញុំឥឡូវនឹងបានណាបង